ធីរាប់បាតប្រសំចំនួន11ព្រះអង្គក្នុងពិធីបុណ្យរំលឹកខួប111ឆ្នាំនៃពុទ្ធកាលវិទ្យាល័យព្រះសរាមរិទ្ធខ្ញុំប្រកាសថាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះធេរានុធរៈគ្រប់ព្រះអង្គក៏ដូចជាសូមគោរពជំរាបសួរដល់បងប្អូនជាទីស្រឡាញ់រាប់អានក្នុងព្រះធម៌ហើយនេះគឺជាទស្សនវិជ្ជាខ្លះនៃពិធីបុណ្យរំលឹកខួប111ឆ្នាំរបស់ពុទ្ធកវិទ្យាល័យព្រះសរាមរិទ្ធដែលពុទ្ធបរិស័ទតាមបណ្ដាវត្តដែលពុទ្ធចៅរិកាជាក្រុមប្រឹក្សាវិបាលលោកអញ្ជើញពុទ្ធបរិស័ទចំណុះជើងវត្តរបស់ព្រះអង្គមកដើម្បីត្រៀមនៅទេយ្យទានមួយចំនួនដើម្បីរាប់បាតព្រះសង្ឃគួរចបបណ្ឌបាតចំនួន111ព្រះអង្គនាវេលាព្រឹកថ្ងៃទី25ក្រោយពីយើងប្រពៃពិធីសិក្ខាសាលាតាំងថ្ងៃទី24ដើម្បីរំលឹកខួប111ឆ្នាំនៃពុទ្ធកវិទ្យាល័យព្រះសរាមរិទ្ធស្ថិតនៅសង្កាត់ចតុមុខខេត្តពោធិ៍ពេញឬខេត្តភ្នំពេញមែនទែនទៅសម្រាប់ការបំពេញបុណ្យឃើញថាប្រជាពលរដ្ឋបរិស័ទគាត់មានសេចក្តីជ្រះថ្លាមែនទែនឃើញគាត់មានតន្ត្រីទានច្រើនដើម្បីចូលរួមប្រាប់បាតប្រសងចំនួន111ព្រះអង្គក្នុងបរិវេណពុទ្ធកវិទ្យាល័យព្រះសរាមរិទ្ធដូចខ្ញុំបញ្ជាក់មកថានៅក្នុងឈុនសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ